នាងបើមុននាងទៅនោះយើងជូនទឹកក្តៅមួយឆ្នាំងដល់នាងចោះណានេះណែក្តៅណាស់ក្តៅណាស់ជួយផងក្តៅណាស់មិនតន់អស់ទេយើងជួយមួយជើងទៀតចោះនេះណែឈឺណាស់សុំឈប់ទៅម្ចាស់អូនតើម្ចាស់អូនកំពុងធ្វើអីហ្នឹងចុះមកប្រយ័ត្នធ្លាក់ណាប្រពើអូនកំពុងតែចោះទៅវិញហើយតិចតិចយឺតមកចាំបងជួយម្ចាស់បងមុននេះចាប់មានរបួសធ្ងន់ណាស់ហេតុនេះខ្ញុំម្ចាស់ក៏យកវាដាក់ក្នុងសំបុកវិញតែម្ដងទេរឿងនាងពៅនិងព្រះបុត្រាកាលពីព្រេងនេះមានព្រះបុត្រាមួយព្រះអង្គត្រូវបានជនមិនស្គាល់មុខលួចធ្វើកូដនៅមាត់ជ្រោះតែសំណាងទ្រង់ក៏មានព្រះជន្មនៅរស់នៅឡើយនៅបាត់ជ្រោះអូយឈឺណាស់អូយព្រះបុត្រាព្យាយាមតោងទាញមេឃឈើនិងព្យាយាមស្រវាទៅមុខម្ដងបន្តិចរហូតគ្រានោះទ្រង់ក៏បានសម្គាល់ឃើញថាមានស្រមោលមនុស្សម្នាក់ទៀតផងជួយផងនាងបើគ្រានោះនាងបានឮសំឡេងល្វើយហេតុនេះនាងក៏បាននិយាយនឹងខ្លួនឯងថាតើអ្នកណាគេហៅឲ្យជួយមុននេះសំឡេងនោះដូចជាបង្កប់ការឈឺចាប់ណាស់តើលោកនៅចិត្តនេះដែរទេដោយមានចម្ងល់ពេកនាងពៅបានដើររកម្ចាស់សំឡេងក្បែរនោះទីបំផុតនាងក៏បានសម្គាល់ឃើញថាលោកកាត់អីហ្នឹងខ្ញុំឈឺណាស់អ្នកនាងជួយខ្ញុំផងអូយព្រះអើយលោករបួសធ្ងន់ណាស់មកខ្ញុំជួយណាមកក្រោកមកតិចណាយឺតមួយណាលោកដោយមានសេចក្តីអាណិតនាងពៅបាននាំយកព្រះរាជបុត្រាទៅដល់ផ្ទះរបស់នាងនិងឲ្យលោកតាលោកយាយរបស់នាងជួយព្យាបាលផងដែរបរោះនោះអស់អីហើយប្រហែលថ្ងៃទៀតក៏នឹងដឹងខ្លួនមិនខានទេណាចៅស្រីចាលោកយាយថ្នាំរបស់លោកយាយលោកតាពិតជាពូកែមែនទេយាយវាលក្ខណៈរបស់គេនេះគឺជាព្រះបុត្រាណាដឹងទេនិយាយឲ្យត្រង់ទៅចុះខ្ញុំខ្លាចថាបំរើទ្រង់មិនបានល្អទេខ្ញុំក៏ថាអញ្ចឹងដែរតែថាបើជាព្រះបុត្រាមែននោះហេតុអីក៏ទ្រង់មកទីនេះឬមួយក៏បរោះនេះគ្រាន់តែស្លៀកពាក់ដូចជាខ្សែរាជវង្សទេដឹងតាវាខ្ញុំស្មានមិនច្រឡំទេយាយវាលក្ខណៈនេះជាព្រះបុត្រាច្បាស់ណាស់កន្លងទៅប៉ុន្មានថ្ងៃក្រោយមកព្រះបុត្រាក៏បានដឹងព្រះកាយចំណែកតាសាញ់ក៏បានសួរទៅកាន់ទ្រង់ថាអ្នកប្រុសតើខ្ញុំអាចសុំសួរមួយសំណួរបានទេបានពិតជាបានតាសូមលោកតាសួរមកចុះបើមើលទៅតាមលក្ខណៈរបស់អ្នកប្រុសគឺជាព្រះបុត្រាមែនទេបានមិនលាក់បាំងអីទេចៅគឺជាព្រះបុត្រាពិតមែនលោកតាលោកយាយនាងសូមអរគុណណាស់ដែលបានជួយខ្ញុំបើគ្មានគ្រួសារលោកតាទេខ្ញុំមុខជាមិនរស់ទេជាកិត្តិយសណាស់ព្រះបុត្រាដែលទូលបង្គំបានជួយដល់ទ្រង់នោះតាវាមើលចោះមិនត្រឹមតែសង្ហាទេលើសពីនោះព្រះបុត្រាពិតជាដាក់ប្រកាយណាស់លោកតាលោកយាយចៅមិនទាន់ចង់ទៅនគរវិញទេតែចៅអាចសុំនៅទីនេះមួយរយៈសិនបានទេបានតើក្រាបទូលពិតជាបាននាងជួយជូនខ្ញុំទៅលេងព្រៃខាងកើតបានទេខ្ញុំពិតជាចង់គយគន់ទេសភាពតាមភូមិតាមជើងព្រៃណាព្រះពរពិតជាបានតែចាំសុខភាពរបស់ទ្រង់បានស្បាយសិនទេខ្ញុំអាចារ្យនឹងនាំទ្រង់ទៅគ្រប់ទិសទីតែម្ដងអរគុណហើយនាងពេលមួយថ្ងៃទៅមួយថ្ងៃព្រះបុត្រាកាន់តែសប្បាយព្រះទ័យក្នុងការទតមើលទេសភាពនិងរីករាយជាមួយគ្រួសារតាសាញ់ផងដែរហើយមានរឿងមួយនោះនៅក្រោមម្លប់ឈើក្រោយផ្ទះតាសាញ់
បងពិតជាស្រឡាញ់អូនហើយតើអូនអាចទៅនគរជាមួយបងបានទេ ព្រះបុត្រាត្បិតថាខ្ញុំម្ចាស់ក៏ស្រឡាញ់ទ្រង់ដែរតែខ្ញុំម្ចាស់ដឹងខ្លួនច្បាស់ណាស់ថាខ្ញុំម្ចាស់មិនសមនឹងទ្រង់ទេ ហេតុអីថាមិនសមបើបងស្រឡាញ់អូនគឺស្រឡាញ់ហើយគ្មាននរណាម្នាក់អាចបំបែកពួកយើងបានទេ តែខ្ញុំម្ចាស់ខ្លាចណាស់ត្បិតខ្ញុំម្ចាស់ក្រីក្រមិនដឹងច្បាប់ទម្លាប់និងល្ងងខ្លៅផងទៅទៀត កុំខ្លាចអីបងនឹងការពារអូនអ្នកណាក៏មិនអាចធ្វើអីអូនបានដែរ ក្នុងគ្រានោះដែរតាសាញ់និងយាយស៊ុំបានឃើញពីចម្ងាយព្រមទាំងបាននិយាយគ្នាថា យាយវាខ្ញុំពិតជាបារម្ភណាស់ពីព្រោះចៅស្រីយើងជារាជសាមញ្ញមិនសមគ្នាជាមួយនឹងព្រះបុត្រាទេតើស្នេហានេះទៅរួចបានដោយរបៀបណាទៅ រឿងនេះខ្ញុំក៏ដឹងដែរតែធ្វើម៉េចស្នេហាមិនអាចបង្ខំបានទេណាតាវាពួកយើងគួរតែបដ ாய் តាមនឹងទៅចោះ សង្ឃឹមថាវាសនាចៅនឹងបានល្អសង្ឃឹមថាព្រះបុត្រានឹងការពារនឹងគ្មានអ្នកណាធ្វើបាបចៅកំសត់ពួកយើងទៅចុះ តាសាញ់និងយាយស៊ុំពិបាកចិត្តណាស់ព្រោះខ្លាចស្នេហានេះមិនស្ថិតស្ថេរទេតែព្រះបុត្រាបានបញ្ជាក់ពីក្តីស្នេហានេះព្រមទាំងសុំអង្វរថា លោកតាលោកយាយជឿចៅចុះចៅមិនអោយអ្នកណាមកធ្វើបាបព្រះធីតាពៅរបស់ចៅទេស្ដាប់ឮបែបនេះហើយទូលបង្គំស្ងប់ចិត្តហើយព្រះបុត្រាសូមជួយមើលថែចៅពៅផងណាម្យ៉ាងទៀតសូមលោកតាលោកយាយទៅរស់នៅក្នុងរាជវាំងជាមួយគ្នាទៅបានទេទូលបង្គំពិតជាមិនអាចទៅចោលទឹកដីកំណើតបានទេឲ្យតែទ្រង់បានជួយមើលថែចៅពៅរបស់ពួកយើងសប្បាយចិត្តណាស់ទៅហើយ ទំនេរកំភ្លេចមកលេងយាយផងណាឮទេចៅពៅចេះចៅមកជានឹកលោកយាយណាស់ហើយកុំយំអីណាចៅព្រះបរមរាជវាំងមិនឆ្ងាយណាស់ណាទេបើនឹកក៏មកលេងមកតែបើមិនបានមកនោះក៏ផ្ញើសម្បត្តិមកឮទេចាលោកយាយចៅសំលីហើយចាប់តាំងពីពេលនោះមកនាងពៅក៏បានធ្វើដំណើរទៅកាន់រាជវាំងជាមួយនឹងព្រះបុត្រាលុះដល់នគរកាលណានោះក៏មានមនុស្សពីរនាក់មកដល់ដូចគ្នាព្រះបុត្រាទ្រង់យាងមកវិញហើយមែនទេខ្ញុំម្ចាស់ពិតជានឹកទ្រង់ណាស់ណាព្រះពើខ្ញុំម្ចាស់ក៏នឹកទ្រង់ដែរព្រះអើយមើលចោះទ្រង់ស្គមច្រើនណាស់ចាំខ្ញុំម្ចាស់ជួយធ្វើព្រះស្ងោយថ្វាយទ្រង់ចោះ ពនាងទាំងពីរអង្គយាងមកយូរហើយមែនទេ ព្រះពើខ្ញុំគ្រាន់តែឮថាទ្រង់បាត់ប្រកាយក៏នៅមិនសុខទេហេតុនេះក៏មករងចាំទ្រង់ទាំងថ្ងៃទាំងយប់តែម្ដងទ្រង់ដូចជាបំភ្លៃទេដូចជាទើបតែយាងមកដល់សោះនឹងមិនខ្វល់នឹងទ្រង់ទេព្រោះទ្រង់ចេះតែមានបន្ទូលផ្ដេសផ្ដាស់ព្រះបត្រារួចចោះនេះជាអ្នកបម្រើថ្មីមែនទេ គឺថា មើលទៅសាច់មិនម៉ត់សក់ក៏មិនរលាស់សម្លៀកបំពាក់ចាស់រហែករហែកមិនសមណាសួរព្រះបុត្រាទេកុំខ្វល់ពីអ្នកលើកអាចសេះអីណែនាងទៅណាក៏ទៅចោះ នេះជាព្រះជាយាយើងទ្រង់មិនមែនជាអ្នកលើកអាចសេះទេ ថាម៉េចនេះព្រះបុត្រាមានព្រះជាយាហើយប៉ិតទេចោះខ្ញុំម្ចាស់នៅព្រះពើកុំធ្វើបែបនោះអីមែនហើយចុះខ្ញុំម្ចាស់វិញនោះខ្ញុំម្ចាស់រងចាំទ្រង់យូរហើយណាព្រះពើម្ចាស់ចាស់ យើងហត់ណាស់មិនបានជូនដំណើរទេតោះអូន ព្រះពើព្រះបុត្រាទ្រង់ឈប់សិនកំហាយទៀតអីមិនឃើញថាទ្រង់មិនខ្វល់ទេមែនទេព្រះនាងទាំងពីរអង្គខឹងក្រោធណាស់ទ្រង់ទាំងពីរមិនអាចទទួលយកបានឡើយក្រោយជ្រាបថាព្រះបុត្រាមាននាងពៅជាប្រពន្ធគ្រានោះព្រះនាងបានគិតគ្នាថាព្រះនាងវិមាននាងនោះជាក្មេងស្រីស្រុកស្រែល្ងងភ្លើវាមុខជាមិនអាចយកបេះដូងព្រះបុត្រាបានទេតើទ្រង់មានផែនការអីមែនទេព្រះនាងបទុមគឺមានប្រកាសណាស់ទ្រង់ជាមកតាមខ្ញុំម្ចាស់មកឆាប់ឡើងបើមិនចង់បាត់បង់ព្រះបុត្រានោះថ្ងៃមួយនោះព្រះនាងបទុមនិងព្រះនាងវិមានបានសម្ដែងជាការគួរសមឡើងមករួចមានបន្ទូលទៅកាន់នាងពៅថា
ព្រះជាយាពៅត្រង់មើលទៅមិនតន់ស្គាល់ច្បាប់ទម្លាប់ទេចាំបងបង្រៀនប្អូនចោះណាប៉ាត់មែនទេជាការប្រសើរណាស់ដែលមកចាប់បងជួយណែនាំបែបនេះជឿចោះណាមានតែស្គាល់ច្បាប់ទម្លាប់យប់ថ្ងៃទៅប្តីអាណិតហើយស័ក្តិសមជាមួយនឹងព្រះបត្រាផងដែរព្រះពរខ្ញុំម្ចាស់ត្រៀមប្រកាយរួចរាល់ហើយសូមណែនាំមកចោះម្ចាស់បងទាំងពីរឃើញថានាងពៅល្ងឹតល្ងងបែបនេះព្រះនាងទាំងពីររីករាយណាស់ហេតុនេះមិនយូរឡើយទ្រង់ក៏ឲ្យប្រអប់មួយដែលមានខ្ញែរមាស់ខាងក្នុងនិងបានបន្តថាយកប្រអប់នេះចោះប្អូនស្រីចាក់វាលើគ្រែក្នុងកលាបន្ទំព្រះបត្រាលឺរំសាយសពកាលណានោះក្លិននឹងធ្វើឲ្យក្អូបពីពេញមិនខានឡើយមែនហើយពេលនោះដែរព្រះបត្រានឹងមានអារម្មណ៍ធូរស្រាលស្រស់ស្រាយមិនខានទេព្រះពរម្ចាស់បងខ្ញុំម្ចាស់សូមអរព្រះគុណទ្រង់ណាស់ខ្ញុំម្ចាស់នឹងយកប្រអប់នេះទៅចាក់ក្នុងកលាបន្ទំចាស់ម្យ៉ាងកុំស្លៀកពាក់បែបនោះអីគួរតែពាក់មួយឈុតនេះល្អជាងឈុតនេះស្អាតណាស់តែមើលទៅដូចជាមានស្នាមប្រឡែកនិងមានក្លិនមិនល្អទេម្ចាស់បងប្រាប់ម្ចាស់ប្អូនចោះព្រះបត្រាមិនចូលចិត្តអ្នកឆើតឆាយទេជឿបងចោះណាម្ចាស់ប្អូនស្លៀកវាហើយព្រះបត្រានឹងសពព្រះតីកាន់តែខ្លាំងតែម្ដងបាត់ធ្វើឲ្យព្រះបត្រាសពព្រះតីនោះខ្ញុំម្ចាស់នឹងយកឈុតនេះទៅស្លៀកពាក់ចាស់សូមអរព្រះគុណណាស់ម្ចាស់បងទាំងពីរបន្ទាប់ពីនាងពៅចេញហួសទៅព្រះនាងទាំងពីរក៏បានមានបន្ទូលបន្តថាចាំមើលចោះស្រីល្ងងព្រះបត្រានឹងស្អប់ខ្ពើមនាងព្រោះតែភាពល្ងងរបស់នាងមិនខានទេប្រកាសហើយចង់ដឹងណាស់ពីសភាពវាចាក់ចេញតើនឹងមានលក្ខណៈបែបណាទៅណោះនាងពៅបានមកដល់ក្បែរព្រះរាជដំណាក់តែភ្លាមនោះនាងពៅបានសង្កល់ឃើញថាសត្វចាបមួយក្បាលកំពុងតែមានរបួសកូនចេបតែអញឈឺណាស់មែនទេបថោអើយគួរឲ្យអាណិតណាស់ចាំខ្ញុំជួយព្យាបាលឲ្យអញចោះណានាងពៅបានចំណាយពេលព្យាបាលឲ្យចាបរួចក៏បានយកវាទៅដាក់ក្នុងសំបុកលើចុងឈើវិញចំណែកព្រះបត្រាក៏បានយីងមកម្ចាស់អូនតើម្ចាស់អូនកំពុងធ្វើអីហ្នឹងចុះមកប្រយ័ត្នធ្លាក់ណាព្រះពរអូនកំពុងតែចោះទៅវិញហើយតិចយឺតមកចាំបងជួយម្ចាស់បងមុននេះចាប់មានរបួសធ្ងន់ណាស់ហេតុនេះខ្ញុំម្ចាស់ក៏យកវាដាក់ក្នុងសំបុកវិញតែម្ដងទៅបងដឹងថាម្ចាស់អូនមានទឹកចិត្តណាស់តែកម្លាំងបែបនេះទៀតណាប្រាប់សេនាឲ្យជួយទៅបានហើយព្រះពររួចចុះនេះជាស្អីទៅនេះជាសម្លៀកបំពាក់ណាព្រះពរខ្ញុំម្ចាស់គិតថានឹងយកវាទៅស្លៀកពាក់ក្នុងពេលនេះហើយវាប្រឡាក់អស់ហើយកុំស្លៀកទៀតអីតែថាព្រះបត្រាអស់មិនហើយតើវាទៅណាន់ចេះនាងពៅរវល់តែភ្លេចខ្លួននិយាយជាមួយព្រះបត្រានោះនាងភ្លេចនឹកថាមានប្រអប់នោះអីហេតុនេះនាងក៏បានសម្គាល់ឃើញថាប្រអប់ខ្ញែនោះពុំនៅក្បែរនេះទៀតទេអីប្រអប់ក្លិនក្រអូបនោះទៅណាហើយចេះអូនកំពុងតរកអីហ្នឹងគឺប្រអប់មួយនឹងណាព្រះពរមិនបាច់រកទេពួកយើងទៅកំសាន្តសួនពមៀតដាទៅល្អជាងព្រះពរព្រះបត្រាថ្ងៃនេះកាន់តែអាណិតស្រឡាញ់នាងពៅថែមទៀតព្រោះនាងពិតជាមានចិត្តមេត្តាស្លូតត្រង់និងសុភាពណាស់ចុះព្រះនាងទាំងពីរវិញនោះនៅក្រៅរាជវាំងព្រះនាងតើធ្វើបែបណាទៅល្បិចនោះមិនបានផលទេព្រះបត្រាគ្មានរបស់ស្អីទេវាមុខជាបោះចោលប្រកបណាស់ម្ដងនេះមិនបានផលមានតែរកវិធីថ្មីហើយណាព្រះនាងតើគួរធ្វើបែបណាទៅស្របពេលដែលកំពុងតែរកកិត្តគំនិតអាក្រក់ធ្វើបាបលើគេនោះត្រង់ទាំងពីរក៏កាត់ក្តីរមាស់ពីពេញប្រកាយតែម្ដងអើយរមាស់ណាស់រមាស់ណាស់តែមានរឿងអីមិនក៏រមាស់ដូចជាខ្ញែរោលបែបហ្នឹងមិនបានទេទៅរកសម្អាតប្រកាយឲ្យទៅបានអូយដែលមានក្តីរមាស់ពេកពួកទ្រង់ទាំងពីរក៏បានរត់សម្ដៅទៅរកដំណាក់វិញយ៉ាងលឿននិងទាំងក្តីក្រហល់ក្រហាយជាខ្លាំងផងដែរសំមកហើយធ្វើបាបគេធ្លាក់លើខ្លួនឯងនេះហើយផលដែលកើតពីហេតុនោះ
មិនអស់ចិត្តទេព្រះនាងទាំងពីរបានរកវិធីមួយទៀតដោយយកថ្នាំរាកម្យ៉ាងឲ្យនាងពៅយកថ្វាយព្រះបុត្រាក្រុមហេតុផលថាព្រះបុត្រានឹងកាន់តែសពព្រះតីលើនាងដូចដើមទៅចោះម្ចាស់អូននេះគឺជាថ្នាំពៅកម្លាំងណាព្រះបុត្រានឹងខ្លាំងដូចសេះបើបែបនោះប្អូននឹងឆាប់មានបុត្រមិនខានទេទៅចោះឆាប់មានបុត្រណាម្ចាស់អូនខ្ញុំម្ចាស់រីករាយណាស់ខ្ញុំម្ចាស់សូមអរគុណម្ចាស់បងទាំងពីរខ្ញុំម្ចាស់សូមថ្វាយបង្គំលាក្រាបទូលជាថ្មីម្ដងទៀតនាងពៅបានយកទឹកថ្នាំរាកនោះទៅថ្វាយព្រះបុត្រាចំណែកនាងចាប់វិញនោះលោកបានឃើញកាលណាក៏រកវិធីមួយឡើងមកព្រះនាងទាំងពីរអង្គនោះបានធ្វើរឿងអាក្រក់ទៀតហើយមិនបានទេខ្ញុំមានតែជួយនាងពៅទៅបានព្រោះនាងជាមនុស្សដែលបានជួយយើងនោះអីពលបែបនេះហើយនាងចាប់ក៏បានលួចបន្លំទឹកថ្នាំរួចយកថ្នាំដែលមានជាតិរាកនោះទៅទុកក្នុងដំណាក់នៃព្រះនាងទាំងពីរអង្គវិញចង់ដឹងណាស់ម្ដងនេះនាងពៅនឹងត្រូវព្រះបុត្រាដាក់ទោសបែបណាទៅណោះមកជាបណ្ដេញឲ្យទៅនៅស្រុកវិញមិនខានទេមានបន្ទូលបណ្ដើសោយទឹកបណ្ដើលុំមួយសន្ទុះក្រោយមកនោះក៏កើតមានរឿងឡើងអើយចុកណាអូយទ្រាំមិនបានទេដូចជារៀបមកហើយអូយខ្ញុំម្ចាស់ក៏អញ្ចឹងដែរក៏កំពុងតែពិបាកទ្រាំដែរអូយចុកខ្លាំងណាស់ចុកពោះណាស់មិនក៏មករៀកខ្លួនឯងទៅវិញអញ្ចឹងនោះអូយនាងចាប់វិញឃើញហើយក៏បានពោលថាសំមកហើយព្យាយាមធ្វើបាបនាងពៅយ៉ាងណាក៏ធ្លាក់មកលើខ្លួនឯងវិញដែរហេតុនេះពួកទ្រង់ក៏បានបញ្ឈប់សកម្មភាពនោះលុំមានពេលមួយនោះព្រះនាងខ្ញុំលើថាព្រះបុត្រាយាងទៅជាមួយព្រះរាជាដើម្បីទតកិច្ចការមួយចំនួនឆ្លៀតឱកាសនេះគឺពួកយើងបណ្ដេញនាងចេញតែម្ដងទៅហើយមុននឹងបណ្ដេញចេញគឺយកវាទៅធ្វើបាបអាចារ្យដៃទៅព្រះនាងគឺប៉ាត់មែនហើយកាត់គ្នាហើយព្រះនាងទាំងពីរក៏បាននាំនាងពៅទៅដល់កន្លែងមួយនាងឆាប់ចាញ់ពីរាជវាំងភ្លាមទៅបើនាងចង់សុកនោះហេតុអីតែមានរឿងអីហេតុអីក៏ទ្រង់មានបន្ទោសដូចជាមានកំហឹងលើខ្ញុំម្ចាស់បែបនេះគឺមានកំហឹងមែនហើយពីព្រោះនាងល្ងងឯងនេះមកដណ្ដើមព្រះបុត្រាយើងនោះអីនាងល្ងងបើនាងចង់បានសុកនោះនាងត្រូវតែចាកចេញនាងគ្មានអំណាចគ្មានអ្វីមកតតាំងនឹងយើងទេតែខ្ញុំម្ចាស់មិនអាចចាក់ចោលព្រះស្វាមីបានទេតែព្រះបុត្រាមិនសពព្រះតីស្រីល្ងងដូចជាឯងនោះទេម្យ៉ាងទៀតបើនាងមិនទៅនោះតាយាយនាងនឹងស្លាប់មិនខានទេលោកយាយតើលោកទាំងពីរកាត់អីមែនទេគឺយើងនឹងសម្លាប់នោះអីតែកុំបារម្ភអីគាត់មិនទាន់ងាប់ទេឲ្យតែនាងចាក់ចេញពីទីនេះយើងនឹងលើកលែងឲ្យប្រកាសណាជិលព្រមណាខ្ញុំម្ចាស់នឹងចាក់ចេញក្នុងពេលនេះចានាងចាប់វិញនោះបានឃើញសកម្មភាពទាំងអស់ហេតុនេះនាងចាប់ក៏បានហោះសម្ដៅទៅរកព្រះបុត្រាយ៉ាងលឿនលោកបានឃើញហើយនោះវាក៏បានខំស្រែកខំហៅព្រះបុត្រាជាខ្លាំងព្រះបុត្រាសុំជាងមកឆាប់ឡើងជួយនាងពៅផងចាំតូនមើលតើឯងដូចជាចាំដែលព្រះជាយាយើងបានជួយណាស់តើឯងមកទីនេះមានការអីដែរសូមមកតាមខ្ញុំម្ចាស់មកព្រះពូឆាប់ឡើងមើលតើឯងដូចជាមានរឿងចង់ប្រាប់យើងមែនទេបានយើងទៅតាមឯងចុះដែលចោះព្រះជាកិច្ចហើយនោះព្រះបុត្រាក៏បានយាងទៅតាមចាប់តែម្ដងនាងពៅមុននាងទៅនោះយើងជូនទឹកក្តៅមួយឆ្នាំងដល់នាងចោះណានេះណែក្តៅណាស់ជួយផងក្តៅណាស់មិនតន់អស់ទេយើងជួយមួយជើងទៀតចោះនេះណែឈឺណាស់សុំឈប់តែ
ទៅជាមួយនឹងភាពរលេះរលួយចាស់ខ្ញុំម្ចាស់ទៅហើយនាងពៅមិនទាន់បានចេញហួសផងនាងក៏បានដួលទៅលើដីចំណែកព្រះបុត្រាក៏បានយាងមកដល់ល្មមពៅអូនពនាងធ្វើអីហ្នឹងឆាប់ចេញភ្លាមទៅអើយខ្ញុំម្ចាស់មិនបានធ្វើទេគឺព្រះនាងវិមានទេព្រះពៅអត់ទេកុំនិយាយតែផ្ដាស់គឺត្រង់ទេដែលធ្វើនោះមិនក៏មកទម្លាក់កំហុសលើខ្ញុំម្ចាស់ទៅវិញអញ្ចឹងបានហើយសូមទ្រង់ទាំងពីរយាងទៅនគរវិញចុះបើនៅទៀតទូលបង្គំនឹងសម្លាប់ទ្រង់នៅក្នុងពេលនេះហើយគឺទៅក៏បានខ្ញុំម្ចាស់ខ្ញុំម្ចាស់លេងហ៊ាននៅហើយបើនៅទៀតនោះមានទោសមិនខានទេដែលឃើញថាព្រះបុត្រាជ្រាបពីសន្តានអាក្រក់ហើយនោះទ្រង់ទាំងពីរក៏បានចាក់ចេញទាំងភ័យខ្លាចនិងមិនវិលត្រឡប់មកវិញទៀតឡើយម្ចាស់អូនតើម្ចាស់អូនយ៉ាងម៉េចទៅហើយក្រោកឡើងមកអូនព្រះបុត្រាអូនឈឺណាស់ចុកនាងពៅទៅរកគ្រីច្បែតទៅព្រះពៅឆាប់ឡើងមកបងនាំអូនទៅរកពេទ្យណាអូនមុខជាមិនអីទេដោយមានសេចក្តីល្អបន់ជួយនោះហេតុនេះរាជពេទ្យក៏បានព្យាបាលនាងពៅបានជាដូចដើមទីបំផុតអូនអស់អីហើយព្រះពៅខ្ញុំម្ចាស់ខាន់ទៅលេងតាយាយយូរហើយខ្ញុំម្ចាស់នឹកលោកតាលោកយាយណាស់តើខ្ញុំម្ចាស់អាចទៅលេងលោកទាំងពីរបានទេប្រកបណាស់ពួកយើងនឹងទៅជាមួយគ្នាអូនកុំព្រួយប្រតិអីណាព្រះពៅនាងពៅកាន់តែល្អចំណែកព្រះបុត្រាកាន់តែអាណិតស្រឡាញ់ហើយទ្រង់ទាំងពីរពិតជាស្រឡាញ់គ្នាណាស់ហេតុនេះទ្រង់ក៏បានរស់នៅយ៉ាងសុខសាន្តតរៀងទៅ